នេះខ្ញុំនាំគ្នាយើងមកមើលស្ថានីយ៍រថភ្លើងនៅឡាវគេហៅឡាវ China Railway Station វាមានខ្សែរថភ្លើងចេញទៅតាមខេត្តរថភ្លើងលបឿនលឿនណាស្ថានីយ៍រថភ្លើងគេមនុស្សច្រើនមានមនុស្សជិះច្រើនក៏ប៉ុន្តែកតុបទឹកអត់ស្អាតទេកតុបទឹកក៏ក្រិចគេយើងទិញហ្នឹងពេលយើងទិញទៅយើងទិញអនឡាញទៅណាមាន QR code ហើយយើងគេ scan អ្វីអាវ៉ាន់ដូចយើងចូលយន្តហោះអញ្ចឹងបន្ទាប់មកក៏យើងតម្រង់ជួរកន្លែងមិញហ្នឹងដើម្បីចូលទៅទូរថភ្លើងអញ្ចឹងនៅលើសំបុត្រ QR ហ្នឹងគេមានដាក់លេខកៅអីលេខទូរថភ្លើងអញ្ចឹងរឿងគ្រាន់តែដើរយើងដើរទៅរកមើលលេខទូរថភ្លើងយើងលេខប៉ុន្មានដូចខ្ញុំអញ្ចឹងទូរថភ្លើងខ្ញុំលេខ1យើងក៏ទៅទូរថភ្លើងលេខ1ហើយទៅមើលលេខកៅអីអង្គុយរបស់យើងដូចនៅលើយន្តហោះអញ្ចឹងស្អាតណាបរិយាកាសនេះខ្ញុំជិះពីវាងច័ន្ទទៅលួងព្រះបាងស្អាតណាបរិយាកាសព្រៃភ្នំតាមផ្លូវនេះវាងវៀងនេះដល់ស្ថានីយ៍វាងវៀង fresh សំបីតែចង់ដេកក៏អត់ហ៊ានដេកដែរស្ដាយទេសភាពជិះតែ1ម៉ោងជាង2ម៉ោងអីទេដល់លួងព្រះបាងថា2ម៉ោងតិចដូចជា2ម៉ោងតិចដល់លួងព្រះបាងរថភ្លើងហ្នឹងគេជិះវាលបឿនវាជិត200គីឡូម៉ែត្រដែរ160គីឡូម៉ែត្រក្នុង1ម៉ោងនេះដល់ស្ថានីយ៍រថភ្លើងនៅលួងព្រះបាងឯនេះអញ្ចឹងពេលដែលដល់ស្ថានីយ៍រថភ្លើងនៅលួងព្រះបាងយើងអូសវ៉ាលីយកអ្វីអាវ៉ាន់យើងនឹងយើងដើរចេញក្រៅទៅស្ថានីយ៍រថភ្លើងនេះនៅឆ្ងាយពីទីប្រជុំជនលួងព្រះបាងណាអញ្ចឹងឡានទាំងអស់ហ្នឹងសិតតែជាឡានដឹកភ្ញៀវយើងឃើញឡានណាគេឡើងយើងឡើងទៅមួយគេទៅវាជាធម្មតាអាចថាពី50000គីបទៅដល់100,000គីបវាប្រហែលជា10000រៀលទៅ20000រៀលយើងហ្នឹងណាដូចខ្ញុំជិះម្នាក់ឯងអញ្ចឹងបើគិតជាលុយដុល្លារវាអស់$5លុយខ្មែរយើងប្រហែលជា20000រៀលហ្នឹងឯងម្នាក់ឯងហ្មងចេញម្នាក់ឯងទៅគេដឹកយើងមកដល់ស្ថានីយ៍មកដល់អូតែលទាំងឡានគេហ្នឹងបើជាធម្មតាអ្នកចេះតថ្លៃហ្នឹងឬក៏ជនជាតិឡាវគេហ្នឹងគេជិះរួមគ្នាគេអស់ថោកណាហើយពេលដែលនៅលួងប្របាងនេះខ្ញុំស្នាក់នៅសន្តាគារវាមិនសន្តាគារវាផ្ទះស្នាក់មួយទូចល្មមណាឈ្មោះស្អីគេទេនេះ Mansion បានឡាវMansion បានឡាវតែមិនថោកទេណាសន្តាគារនៅលួងប្របាងនេះខ្ញុំទៅចំពេល low season ផងមួយយប់ក៏30ដូចជា30ជាងដុល្លារ35ជិតចូល$40ណាហើយអត់មាន breakfast ណាថា$40ណាមួយយប់ហ្នឹងណានៅផ្ទះឈើបន្ទប់ប៉ុណ្ណឹងចាំមើលចូលមើល$40នេះតម្រាំចូលដល់រដូវកាល high season ដែលមានភ្ញៀវទេសចរច្រើនបន្ទប់នឹងឡើងថ្លៃទៀតបន្ទប់ទូចទេតែថ្លៃរបស់ហូបចុកនៅលួងប្របាងក៏មិនថោកដែរនៅឡាវអតិផរណាខ្ពស់អញ្ចឹងទំនិញឡើងថ្លៃលុយចុះថោកអញ្ចឹងគ្រប់បែបយ៉ាងថ្លៃអត់ថោកទេហើយគេទៅដល់លួងប្របាងគេមករកបុកល្ហុងនៅឡាវហ្នឹងគេហៅមេទីមខ្ញុំហៅយីទីមចាស់បុកល្ហុងនឹងក្បែរវត្តហ្នឹងអូយកន្លែងគាត់នឹងល្បីណាស់មិនថាជនជាតិខ្មែរជនជាតិបរទេសអ្នកល្បីណាទេតែគេទៅបានលេងប្របាទៅលេងលួងព្រះបាងគេត្រូវតែសាកបុកល្ហុងកន្លែងគាត់ហ្នឹងបុកល្ហុងហ្នឹងវាជាលក្ខណៈបុកល្ហុងគេមានទឹកគេមានទឹកប្រហុកហើយមានទឹកស្អីគេទៀតដែលធ្វើពីដើមឈើគេយកវាមកធ្វើខ្ញុំអត់ចេះឈ្មោះទេវាទឹកហ្នឹងក្លិនរៀងស្អុយតិចខ្មៅតែឆ្ងាញ់ណារសជាតិគេមកបែបដែលជារសជាតិបុកល្ហុងឡាវផ្ទាល់ហ្មងគាត់នេះហើយជាអ្នកលក់បុកល្ហុងនេះហើយគាត់ល្បីណាល្បីមែនតែនហ្មងយើងចង់ចូលញ៉ាំណានេះខ្ញុំមានអ្នកស្គាល់ទៅសិតតែកក់តុកក៏បើអត់កក់តុកទេយើងទៅភាគច្រើនត្រូវអង្គុយចាំគឺត្រូវអង្គុយចាំយូរមែនតែនមកបានចូលញ៉ាំជាកន្លែងដែលល្បីហើយខ្ញុំទៅលួងបានបងគាត់ឈ្មោះបងលីហ្នឹងគាត់នៅក្នុងអញ្ចឹងទៅមិត្តភក្តិខ្ញុំណែនាំអីស្គាល់គាត់នាំខ្ញុំជិះនាំខ្ញុំញ៉ាំអីចឹងណានេះគេមានលក់ដូចជាមាន់បំពងមាន់អាំងសាច់ក្រកលួងប្របាងយើងញ៉ាំផ្ទាប់ជាមួយបុកល្ហុងលួងប្របាងគ្មានតាំងពីសារាយបំពងអីហ្នឹងអូឆ្ងាញ់ណាស់ម្ហូបគេឆ្ងាញ់តែម្ដងទៅចូលសលេងបដាឃ្លានបដាទៅចូលសលេងបដាឃ្លានបដាឃ្លានមកអ្នកឃ្លាននឹកលួងប្របាងទេសភាពស្អាតណាស់នៅលួងប្របាងស្អាតណាញ៉ាំមួយបាយតណើបតឡាយញ៉ាំតែបាយតណើបហ្នឹងឯងខ្ញុំនៅដល់ទៅកន្លះខែលួងប្របាងនេះបើឲ្យខ្ញុំនៅរហូតដល់10ថ្ងៃកន្លះខែក៏ខ្ញុំនៅបានដែរវាបរិយាកាសស្ងាត់ណាមានវត្តនៅនឹងសម្បូរទៅដោយវត្តដូចមើលវត្តនេះអញ្ចឹងនេះវត្តដែរនេះវត្តថាត់លួងមែនទេភ្លេចឈ្មោះវត្តនេះបាត់ហើយនេះថាត់លួងដូចនៅវៀងច័ន្ទទេមែនវត្តថាត់លួងទេអត់ដឹងភ្លេចឈ្មោះបាត់ហើយវត្តកន្លែងនេះវត្តដែរមើលមានអ្នកស្គាល់ជួយប្រាប់ផងនឹងវត្តអីទេភ្លេចបាត់ហើយនៅលួងប្របាងសម្បូរវត្តណាអញ្ចឹងទេសចរដើរមើលវត្តមើលអីចឹងឯងហើយព្រឹកឡើងក៏ក្រោកពីព្រលឹមរាប់បាតលោកទៅខ្ញុំភ្លេចឈ្មោះវត្តនេះបាត់ហើយនេះអត់ដឹងវត្តនេះឈ្មោះអីទេខ្ជិលសើចមើលណា
ai xong tầm phần nắng video phơi lên sai po YouTube ai tụi mình video tê đừng thắc mình nè mơ tê video này thôi bởi sân chỉ ngay khỏi nhiều lộc bay đã video tầm bốn nhưng po này pliu pliu giả hai món nè mơ sai ngọt ai